สบายเลยកំណត់ទុករបស់អ្នកដទៃមនុស្សខ្លះពេលដែលឃើញគេសบายរីករាយអត់មានចូលរួមត្រេកអរជាមួយគេទេដោយសារតែចិត្តច្រណែនឈ្លាននេះឬមួយក៏ដោយសារតែការដែលយកខ្លួនឯងទៅប្រៀបធៀបជាមួយគេដោយមិនដឹងខ្លួនហើយតែងតែចង់ឃើញជីវិតគេនឹងធ្លាក់ដុនដាបឬមួយក៏ចង់ឃើញជីវិតគេនឹងលិចលង់ឬមួយក៏ចង់ឃើញជីវិតគេនឹងក្រោមខ្លួនឯងអត់អាចស្មើខ្លួនឯងបានហើយក៏អត់អាចលើខ្លួនឯងបានដែរនិយាយឲ្យខ្លីទៅគឺជាមនុស្សម្នាក់ដែលអត់ស្គាល់ពីតម្លៃខ្លួនឯងច្បាស់លាស់ទេទើបតែងតែយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃហើយតែងតែតាមដានជីវិតអ្នកដទៃច្រើនខ្លាំងជាងតាមដានជីវិតខ្លួនឯងទៀតតាមដានខ្លាំងជាងរឿងភាគទៀតពេលខ្លះសឹងតែថាចំណាយពេលមួយថ្ងៃគិតតែរឿងគេអត់មានពេលវេលាគិតរឿងខ្លួនឯងសោះអញ្ចឹងការធ្វើបែបហ្នឹងនឹងធ្វើឲ្យអ្នកខ្លាយទៅជាមនុស្សម្នាក់ដែលគ្មានក្តីសុខនៅក្នុងខ្លួនជារៀងរហូតបើសិនជាអ្នកមិនដែលចង់កែប្រែហើយទង្វើបែបហ្នឹងនឹងដុតបំផ្លាញអ្នកដោយខ្លួនឯងគ្មាននរណាដុតអ្នកក្រៅពីអ្នកខ្លួនឯងទេព្រោះអីមួយថ្ងៃអ្នកអោបកសោបតែភ្លើងដាក់ចូលក្នុងខ្លួនហើយតែងតែតាមដានជីវិតគេដោយមិនគិតថាចង់ឲ្យជីវិតខ្លួនឯងនឹងរីកចម្រើននេះរវល់តាមដានជីវិតគេភ្លេចអាប់ដេតជីវិតខ្លួនឯងអញ្ចឹងអត់មានអីដែលអាចជួយអ្នកឲ្យមានក្តីសុខបានទេបើសិនជាអ្នកអត់ដែលចេះមើលឃើញអ្វីដែលអ្នកមានហើយនឹងត្រេកអរអ្វីដែលអ្នកមានផងហ្នឹងគិតតែយកខ្លួនឯងទៅប្រៀបធៀបជាមួយនឹងអ្នកដទៃហ្នឹងអញ្ចឹងវីដេអូនេះខ្ញុំសង្ឃឹមថាអ្នកដែលតែងតែយកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃឬមួយក៏តែងតែចង់ឃើញជីវិតគេលិចលង់ជួកែប្រែខ្លួនជាបន្ទាន់បើមិនចង់ឲ្យជីវិតក្នុងមួយឆាកជីវិតនឹងអត់មានក្តីសុខអរគុណ